បាល់ចូលមកឲ្យតាត់មកក្បាលថែមមកក្បាលទៀតអូវាយកែឱកាសពី Bruno គ្រាប់បាល់ទី3 Bruno បាទនេះចេញមកឲ្យ11អ្នកដំបូងរបស់ក្រុមបាល់ទាត់បាទ Bilbao មានអ្នកចាំទីបាទ Agi Ore Jabala ខ្សែការពារមាន Yuri មានបាទ Yorayi ក៏លឿនយ៉ាងនេះបាទមានកីឡាករ V1 មាន Alvarez នៅខាងឆ្វេងមានបាទ Bochicha បំរើការពារមានកីឡាករបាទ Gal Laurite បាទចាប់ដៃគូជាមួយនឹងខ្សែបំរើ Miguel បាទ Jurigeza បំរើប្រយុទ្ធមាន Nico William មានកីឡាករបាទ Alex Berenguer នៅខាងស្ដាំមានកីឡាករ Iñaki William ប្រយុទ្ធនៅក្នុងប្រអប់បាទគឺប្រើប្រាស់កីឡាករបាទ Maron Jan Nadi បាទដែលឡែកបាទក្រុមបាល់ទាត់បេសាចក្រហម Manchester United បាទ11អ្នកដំបូងមានអ្នកចាំទីបាទ Andre Onana ខ្សែការពារមាន Victor Lindelof Manuel Ugarte Leny Yoro បាទប្រើប្រាស់3រូបនៅខាងក្រោមបំរើមាន Patrick Doku Casemiro Manuel Ugarte Mazraoui នៅខាងលើបាទគឺ Garnacho Hojlund បាទនិង Bruno Fernandes ដែលជាកាពីតែនក្រុមតាំងទី1ត្រៀមការចេញពីខាងក្រុមបាល់ទាត់បេសាចក្រហម Manchester United បាទទៅប្រាដាឡាកាត់ដាំតង់ពី Manchester United Goal លោកអញ្ញាកដាលបញ្ជាក់ថាបាល់នេះបាទមិនឲ្យទេយើងមកទស្សនាមានបញ្ហាអីចេះបាទការទម្លាក់ថយក្រោយក៏ឆាប់បានពី Casemiro វាយកែងពី Bruno បាល់នេះជំហរ offside បាទសោកស្ដាយមែនទែនបាទ Alejandro Garnacho បាទគឺគាត់ offside ខ្លួនឯងគាត់ទាញខ្លួនឯងសុទ្ធខ្លួនឯងបាទកុំឲ្យមួយទល់នឹង0មកទៅបងប្រុសយ៉ាងបាល់ចូលមកឲ្យតាត់មកក្បាលថែមមកក្បាលទៀតអូ Goal មួយទល់នឹង0ការតេតបញ្ចូលទីពី Casemiro ក្រោយមានការកឹបម្ដងជា2ដងក្រោះបាល់យ៉ាងស្អាតអ្នកដែលបង្កើតឱកាសគឺ Harry Maguire You are the best Harry Maguire You are the best អូ amazing ការដែលឡើងមកនេះបាទគឺទាល់តែ Harry Maguire បាទដាក់សម្ពាធក៏ដូចជាបង្កើតឱកាសឲ្យមែនយើងមកមើលការឡើងមកតង់ខ្ពស់ហើយក៏កឹបមកតង់ហើយក៏កឹបពីតង់ហើយក៏កឹបអន្តង់ទៀតក្រោះបាល់ចូលមកលោតតាច់ពី Manuel Ugarte បាល់នេះមិន offside ទេក៏ថែមពី Casemiro ណែអាវុធចុងក្រោយគេថាស្និតចុងក្រោយបាទរបស់លោក Robin Amorim បាទគឺការប្រើប្រាស់ Harry Maguire ឲ្យមកលេងក្នុងនាមជាកីឡាករចំនួនលើសបាទនៅតំបន់ប្រយុទ្ធការលើកចូលទៅហើយក៏តែតពី Manuel Ugarte ក៏តែតថែមជាបន្តទៀតពីខ្សែបម្រើសញ្ជាតិ Brazil Casemiro អូយបាទស្អាតណាស់បាទតាសើមែនតើ Harry Maguire កឹបជាងខ្សែប្រយុទ្ធទៀតណែ Alejandro Garnacho មើលរបៀបនៃការកឹបពីរៀមច្បងមើលរបៀបនៃការកឹបពី Harry Maguire គេមួយតែគេច្បាស់បាទបញ្ជូនដល់ Garnacho ដល់ដួលបាត់ហើយ Garnacho បែបបាល់នេះប៉ះដៃញ៉ាក់ដាឲ្យលេងជាបន្តទៀត Alejandro Garnacho បាទខ្សែការពារប្រាប់ថាបាល់ប៉ះដៃគ្រូឥឡូវកាត់បាល់ចូលសាយជាថ្មីលុតបាទអូយអត់ទេបន្ថែមអត់ត្រូវទៀមទីបាល់ពីណីប៉ុន្តែបាល់ចំណេញនៅតែបន្តលេងបញ្ជូនមកលើទៅ Bruno គៀសមកជួយឲ្យ Patrick Doku ដល់គូក្រក់បាល់ចូលទៅខាងក្នុងទៅនឹងខ្សែការពារលោកអញ្ញាកដាលទៅមើលទៅសិនបាទហេតុអីបានជា Ramos Hojlund បាទគាត់ទៀមទីម្ដងជា2ដងបាល់យ៉ាងម៉េចចេះបានទៀមទីបាល់ពីណីយើងមកមើលការបាយពី Garnacho ទាញ Garnacho កឹបហើយក៏ស្រួលទៅស្រាប់ស្រាមឲ្យ Nusa Masri កាត់បាល់ចូលអូទាញមែនបាល់នេះបើមិនពីណៃបាល់ដែលប៉ះដៃត្រង់ចំណុចដែល Garnacho ដួលទេបាល់នេះ 100% គឺទាញបើសិនជាមិនទាញ Hojlund ទេ 100% Hojlund អាចសោកដងខ្លួនទៅបន្ថែមបាល់នេះបានអញ្ញាក្រាបប្រាប់ថា listen to me ស្ដាប់សិនយើងទស្សនាការកាត់ចូលបាល់នេះគឺ 100% គឺទាញបាទចេតនារបស់ខ្សែការពារ Bilbao គឺទាញចំហដែល Hojlund គេរត់ទៅបន្ថែមទាញមកទំហឹងមនុស្សចាស់ទាញឡើងដួលខ្ពកភាសាអ្នកភូមិខ្ញុំថាទាញឡើងដួលខ្ពកអញ្ញាក្រាបរត់ទៅឈិច Wilson ដើម្បីឲ្យការប្រកួតនេះកាន់តែច្បាស់កាន់តែសុក្រិតនិងយុត្តិធម៌រត់មកឈិច Wilson លោកគ្រូអញ្ញាក្រាបអាយ៉ាបាទកាមេរ៉ាមែនរត់មកយកប្លង់លោកអញ្ញាក្រាបបាទបាល់នេះបើសិនជាមិនឈិចកន្លែងដែលប៉ះដៃ Garnacho ទេបាទត្រង់ចំណុចនេះអត់ប៉ះដៃ Garnacho ឬក៏មិនមានការពិន័យទេខ្ញុំគិតថាសឹងតែភាគរយច្រើនណាដែលអាចពេអានេះជាការយល់ឃើញផ្ទាល់ខ្លួនទេមិនមែនបាទច្បាស់ថាត្រូវតែពេទេនេះគាត់យើងឃើញថាពិតជាទាញមែនបាទនេះខ្វោកលោកអញ្ញាកដាលសញ្ជាតិណកវេចង្អោបដោបាល់ពេណាល់ទីឲ្យក្រុមបាល់ទាត់បិសាចក្រហម Manchester United ហើយនេះយើងមកទស្សនាបាល់ពេណាល់ទីបាល់ពីនៃ11ម៉ែត្រពីកាពីតេនក្រុម Bruno Fernandes
ថាតើអាចជួយ Manchester United ឡើងវគ្គផ្ដាច់ប្រត់ជាលើកទី3ក្នុងប្រវត្តិសាស្ត្របានទេ Bruno Goal 2-0 បង្ហាញខ្លួន12ប្រកួតនៅក្នុងគ្រាន់ UEFA Europa League Bruno សុទ្ធបញ្ចូលទី12គ្រាប់ឲ្យក្រុមបាល់ទាត់បិសាចក្រហមយើងមើលចុះអ្នកដែលពូកែបញ្ចប់បាល់11ម៉ែត្រច្បាស់របស់ Manchester United គឺ Bruno នេះហើយការសុទ្ធបាទគឺ5លើកស្ទើរតែជោគជ័យទាំង5ដងទៅហើយបាទណែមើលគេឲ្យហើយណា Mbappe Junior មករយៈចុងក្រោយនេះមានបាល់ពេណាទីហាក់ដូចជាធ្វើមិនសូវបានល្អសោះបាទព្រោះបើពេនឹង Junior បាទគាត់ថាមួយខំដោនឥឡូវពាំងបន្តិចសិនពីរ៉ាម៉ូហូចឆ្លាន់វាយកែឱកាសពី Bruno គ្រាប់បាល់ទី3 Bruno Goal Bruno 3-0 ចុងម៉ោងនៃការប្រកួតតាំងទី1ធ្វើឲ្យទិដ្ឋភាពបាទគឺនៅទីក្រុងប៊ែលបាវគឺស្ងាត់ជ្រងំតែម្ដងអ្នកគ្រប់គ្រងបាទគឺកម្រើកលេងចាញ់ហើយស្រឡាំងកាំងហើយស្ទើរតែមិនគួរឲ្យជឿនៅនឹងភ្នែកស្ទើរតែមិនគួរឲ្យជឿអ្នកគ្រប់គ្រងចាប់ផ្ដើមក្រោកពីកែបដាបដាយត្រឹមតែតាំងទី1ក្រុមភញើបិសាចក្រហមនាំមុខ 3-0 អតតបយើងឃើញមិនល្អមើលទេសាច់បាល់គ្រប់គ្រងវាយកែងបានពីមិត្តរួមក្រុមទះផ្លាប់ទៅមុំទី2បាទបច្ចុប្បន្ននេះបាទគ្មានអ្នកណាបញ្ចប់ទីច្បាស់ជាង Bruno ទេសម្រាប់កីឡាករ Manchester United បាទទាំងនៅលើទីលាន11នាក់ទាំងនៅកៅអីបំរុងបាទជាខ្សែបំរើទេប៉ុន្តែបច្ចុប្បន្ននេះគឺជាអ្នកដែលបញ្ចប់ទីយ៉ាងច្បាស់ឲ្យបិសាចក្រហមហើយបើសិនជាការប្រកួតណាដែលគ្មានវត្តមាន Bruno ជឿជាក់ថាការប្រកួតពិបាកនឹងមានគ្រាប់បាល់ការឡើង3-0បាទគ្រាប់បាល់ទី1ការតែតពី Casemiro គ្រាប់បាល់ទី2ការសុទ្ធបាល់ពីនៃ11ម៉ែត្រពី Bruno គ្រាប់បាល់ទី3ក៏ជាការសុទ្ធដោយ Bruno ហើយក៏ជាការសុទ្ធពីគ្រាប់ម្នាក់នេះជាគ្រាប់បាល់ទី7របស់ Bruno ឲ្យក្រុមបាល់ទាត់បិសាចក្រហម Manchester United នៅក្នុងពានរង្វាន់ UEFA Europa League រដូវកាល 2024-2025 ស្រូទៅហើយឱកាសពីហុចឆ្លាន់បញ្ជូនឲ្យ Bruno សុទ្ធស្ដាមជួយបានពីអ្នកចាំទីទៅណាមកទៅឆ្ងាយទប់សិនពី Patrick Doku បញ្ជូនឲ្យ Casemiro គ្រាប់បាល់ចូលទៅហើយថែមអត់ទេថែមអត់បានទេបាល់នេះទៅស្រួចណាស់ស្រួចហើយក៏លឿនមែនទែនបាទឈានដល់នាទីទី80បាទយើងមើលការសុទ្ធពី Bruno បាទពីលើដំបូលទូកចម្ងាយនេះចូលដល់25-26ម៉ែត្រហើយឡងចេញពីការសេវបានម្នាក់ចាំទីក៏ក្រោះទៅសាយជាថ្មីពី Casemiro បាទបាល់ចេញទៅខាងក្រៅរូបភាពការសុទ្ធ outside the box បាទផ្ទះទៅមុំទី2បាទអ្នកចាំទីលុតផ្ទះបាល់ចេញទៅម្ដងតត់បាទលោកសកាត់បាល់ក្រោមថែមស្នាមពី Garnacho ជួយបានពីអ្នកចាំទីបញ្ជូនដល់ Garnacho កាត់ថយក្រោយហុចឆ្លាន់អត់ទេគ្លីចេញវិញទៅតែបងប្អូនតាសាតាលោកសនឹងក៏បកកែក្រោះបកកែបញ្ជូនដែរឥឡូវនេះបញ្ជូនបាល់យ៉ាងស្អាតឲ្យ Garnacho បាទការសុទ្ធចំគោលដៅក៏ជួយបានពីអ្នកចាំទីយើងមើលការកាត់ជួយពីលោកសផ្ទះស្ដាំទៅមុំតូចនេះបាទចំជំហរអ្នកចាំទីឈរល្មមបាទ Man U សំដែងធ្វើស៊ីអ្នកជូនឲ្យហុចឆ្លាន់បាទផ្ទះតើលោកសកាត់បាល់លោកសឲ្យ Bruno អូយបាទលោកសខ្ញុំហើយនឹងបងប្អូនទស្សនិកជនដែលកំពុងតែទស្សនាតាមរយៈការផ្សាយបាទនៅលើ page Solo Sport នេះទៅសារមិនខុសទេកាត់បាល់ចូលក្នុងប្រអប់គ្រោះថ្នាក់2ដងបងប្អូនហើយបញ្ជូនដោយក្រាលកន្ទេលទាំង2ដងនេះបានហៅថាគុណភាពបាទ free kick ចុងមកពី Bilbao អូយបាទដល់ទៅពេលល្អគ្រប់ជ្រុងគ្រប់ជ្រោយបាទអូណាណានេះក៏ចាប់បាល់គ្មានឲ្យកន្លក់ទៀត Capin good night បាទដល់ BFC យើងមើលណែអូណាណាអញ្ចឹងមកថាល្អទាំងព្រមបាទលោកមន្ត្រីយ៉ាងកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតបាទជើងទី1ជាផ្លូវការអបអសាទរជ័យជំនះបាទ Manchester United ឈ្នះបាទក្នុងលទ្ធផល 3-0 រកបានដោយ Bruno 2គ្រាប់បាទនិង1គ្រាប់បាទតែបញ្ចូលទីដោយ Casemiro បាទអញ្ចឹងការប្រកួតជើងទី2នឹងលេងនៅអាទិត្យក្រោយបងប្អូនយើងចំថ្ងៃព្រហស្បតិ៍ដដែលបាទ Spurs ក៏ឈ្នះគូប្រកួត Bodo Glimt បាទ 3-1 បាទ Man U ឈ្នះ 3-0 ដូច្នេះអាចទេក្រុមដែលទៅពីអង់គ្លេសបាទនឹងជួបគ្នានៅវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ UEFA Europa League អញ្ចឹងអរគុណច្រើនបងប្អូនទស្សនិកជនបាទដែល
បានទស្សនាបងប្អូនយើងមិនបានខមមិនក្តីបងប្អូនយើងបានបាទខមមិនក្តីបាទពិតជាអរគុណខ្លាំងមែនទែនបាទមេរវុធសុជាតិបាទនិត Hernandez Delic បាទវិធានបាទក៏ដូចជាបងប្អូនយើងទាំងអស់ហើយខាងទេបើសិនជាអត់បានអានខមមិនបងប្អូនយើងគ្រប់គ្នាបាទត្រូវសួស្តីផងសម្រាប់បងប្អូនយើងបាទដែលទស្សនានៅលើ Telegram អញ្ចឹងយើងជួបគ្នាថ្ងៃស្អែកបាទខ្ញុំអត្ថាធិប្បាយគូ Man City បាទអញ្ចឹងជម្រាបលាបងប្អូនយើងបាទរាត្រីសួស្តី